កិច្ចប្រជុំផ្លាស់ប្ដូរបទពិសោធន៍ការងារវឹកវើកងទ័ពជើងទឹកអាស៊ានលើកទី3 CERT and TIPS ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី6ដល់ថ្ងៃទី9ខែតុលាឆ្នាំ2025នៅសន្តាគារ Sunway រាជធានីភ្នំពេញកិច្ចប្រជុំនេះមានខ្លឹមសារសំខាន់គឺសកម្មភាពរួបរวมគ្នាពង្រឹងការត្រៀមខ្លួនក្នុងតំបន់សម្រាប់ការរុករកនិងសង្គ្រោះលើលំហសមុទ្រក្រោមប្រធានបទការរុករកនិងសង្គ្រោះលើលំហសមុទ្រកិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តមនាវីត្រីផនរដ្ឋិស័កនាយសេនាធិការរងបញ្ជាការដ្ឋានកងទ័ពជើងទឹកដែលជាប្រធានកិច្ចប្រជុំនេះបានប្រមូលផ្ដុំប្រតិភូកងទ័ពជើងទឹកពីប្រទេសជាសមាជិកអាស៊ានទាំង10ដែលមានគោលបំណងចម្បងក្នុងការផ្លាស់ប្ដូរបទពិសោធន៍បង្កើនការយល់ដឹងនិងជំរុញសមត្ថភាពសហការរវាងកងទ័ពជើងទឹកអាស៊ានក្នុងការរុករកនិងសង្គ្រោះលើលំហសមុទ្រក្នុងអំឡុងពេលកិច្ចប្រជុំប្រតិភូទាំងឡាយបានស្ដាប់និងពិភាក្សាលើប្រធានបទពាក់ព័ន្ធនានារួមមានការផ្ដល់បទពិសោធន៍នៃការវឹកវើសង្គ្រោះជាក់ស្ដែងការចែករំលែកគំនិតថ្មីៗនិងបច្ចេកទេសសុវត្ថិភាពលើសមុទ្រដើម្បីបង្កើនប្រសិទ្ធភាពក្នុងការឆ្លើយតបនឹងគ្រោះថ្នាក់ឬស្ថានភាពបន្ទាន់កិច្ចប្រជុំនេះក៏បានផ្ដោតទៅលើការចងក្រងសកម្មភាពសហការពិតប្រាកដក្នុងអនាគតដើម្បីពង្រឹងសមត្ថភាពរួមរបស់ប្រទេសអាស៊ានក្នុងវិស័យសង្គ្រោះលើលំហសមុទ្រក្រៅពីកិច្ចប្រជុំផ្លូវការនេះប្រតិភូក៏បានចូលរួមនៅក្នុងសកម្មភាពសាមគ្គីភាពដែលបង្ហាញពីមិត្តភាពនិងសហប្រតិបត្តិការរវាងកងទ័ពជើងទឹកប្រទេសអាស៊ានកិច្ចប្រជុំលើកនេះក៏ជាវេទិកាសំខាន់មួយសម្រាប់ពង្រឹងភាពជាដៃគូក្នុងតំបន់និងជំរុញការទំនាក់ទំនងយោធារវាងប្រទេសសមាជិកអាស៊ានឲ្យកាន់តែជិតស្និទ្ធកិច្ចប្រជុំផ្លាស់ប្ដូរបទពិសោធន៍ការងារវឹកវើកងទ័ពជើងទឹកអាស៊ានលើកទី3គឺជាវេទិកាសំខាន់មួយសម្រាប់អាស៊ានក្នុងការរួមគ្នាផ្លាស់ប្ដូរបទពិសោធន៍បង្កើនសមត្ថភាពនិងពង្រឹងសាមគ្គីភាពក្នុងការរុករកនិងសង្គ្រោះលើលំហសមុទ្រការរៀបចំកិច្ចប្រជុំនេះក៏បញ្ជាអំពីការបដិញ្ញាចិត្តរបស់កងទ័ពជើងទឹកកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះក្នុងការរួមចំណែកជំរុញសាមគ្គីភាពអាស៊ានដើម្បីសន្តិសុខនិងសុខដុមភាពរបស់តំបន់តាមខ្លឹមសារសកម្មភាពរួបរวมគ្នាពង្រឹងការត្រៀមខ្លួនក្នុងតំបន់សម្រាប់ការរុករកនិងសង្គ្រោះលើលំហសមុទ្រនាព្រឹកថ្ងៃទី8ខែតុលា